នេះទីហ៊ានកម្ពុជាចំនួន4រូបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធាវិស្វករជំនាញចំនួនទី99រយៈពេល6ឆ្នាំពីបណ្ឌិតសភាយោធាអវកាសម៉ាសៃស្កាវ៉ានៃសហព័ន្ធរុស្ស៊ីលើជំនាញថតដ្រូនពីលើអាកាសនិងព័ត៌មានភូមិសាស្ត្រយោងតាម Facebook របស់សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ីបានបង្ហោះសារអបអរសាទរនៅថ្ងៃទី21ខែមិថុនាឆ្នាំ2026បានឲ្យដឹងថាទាហានកម្ពុជាដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធារួមមានលោកអនុស្នេហ៍តូរាជវីរៈវង្សជំនាញផែនទីព័ត៌មានភូមិសាស្ត្រលោកអនុស្នេហ៍តូខនឧត្តមជំនាញផែនទីព័ត៌មានភូមិសាស្ត្រលោកអនុស្នេហ៍តូខួនរដ្ឋាជំនាញថតដ្រូនពីលើអាកាសនិងលោកអនុស្នេហ៍តូអិនសុផែនជំនាញថតដ្រូនពីលើអាកាសសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ីបានគូសបញ្ជាក់ថាសមិទ្ធផលដ៏គួរឲ្យមានមោទនភាពនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងការតស៊ូអត់ធ្មត់និងការបដិញ្ញាចិត្តខ្ពស់នៅក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈដើម្បីចូលរួមបម្រើជាតិមាតុភូមិនិងប្រជាជនកម្ពុជាសមាគមសូមជូនពរឲ្យនីតិហ៊ានទាំង4រូបទទួលបាននូវសុខភាពល្អកម្លាំងមាំមួនប្រាជ្ញាឆ្លៀសវៃនិងជោគជ័យបន្ថែមទៀតនៅក្នុងការបំពេញភារកិច្ចដ៏ឧត្តមជូនជាតិមាតុភូមិគួរជម្រាបថាក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងរុស្ស៊ីសម្រាប់ឆ្នាំ2026នេះរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីសម្រេចបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជារហូតដល់60នាក់ដែលចំនួននេះមានការកើនឡើងពីឆ្នាំមុនក្នុងនោះនិស្សិតដែលទទួលបានអាហារូបករណ៍មានឱកាសសិក្សាជំនាញផ្សេងៗនៅតាមសាកលវិទ្យាល័យនានានិងផ្ដល់ឱកាសដល់និស្សិតកម្ពុជាសិក្សាជំនាញវិស្វកម្មយន្តហោះនិងបច្ចេកទេសគីមីជាដើម។